សារនេះមកឈុតធំវីដេអូក៏រៀងវែងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបធ្វើសាច់គោអាំងសាច់គោអាំងហ្នឹងឆ្ងាញ់មែនតើអ្នកទាំងអស់គ្នាហូបរៀងពណ៌ស្វងគេក្អែមដែរណាអ្នកទាំងអស់គ្នាអាចមើលបានតោះឥឡូវយើងចូលសាច់កាយើងឯណាអានេះជាគ្រឿងរបស់សាច់គោអាំងហ្នឹងHello អ្នកទាំងអស់គ្នាថ្ងៃនេះមកបរិយាអ្នកទាំងអស់គ្នាធ្វើសាច់គោអាំងដោតចកាគ្រឿងផ្សំយើងមានច្រើនមុខមែនតើអ្នកទាំងអស់គ្នាមានគ្រឿងបុកលាក់ដោះគោខាប់ខ្ទិះដូងដោះគោស្រស់អានេះអីគេសណ្តែកដីហើយទឹកក្រហមគេហៅថាប្រេងក្រហមអ្នកទាំងអស់គ្នាហើយអានេះមានប្រេងឆាមានគ្រឿងការីសាតេរ៉ូឌីអំបិលប៊ីចេងម្សៅទឹកដោះគោស្ករសស្ករត្នោតខ្ញុំប្រើស្ករត្នោតបានល្អអ្នកទាំងអស់គ្នាស្ករត្នោតខ្មែរអញ្ចឹងខ្ញុំមានខ្លាញ់នេះលើសកន្លះគីឡូបន្តិចហើយអានេះប្រហែលចូល2គីឡូកន្លះសាច់គោអ្នកនរគ្នាមើលសាច់គោចាប់ខ្លាំងតិចញ៉ាំទៅឆ្ងាញ់ឥឡូវយើងចាប់ដើមលាយគ្រឿងចូលគ្នាសិននេះមកគ្រឿងបុកមកនិយាយទៅយើងលាយគ្រឿងអស់ចូលគ្នាហ្មងណាអ្នកទាំងអស់គ្នាមើលគ្រឿងនោះអត់ទាន់ណាអាចឆាតសួរខ្ញុំបានណាខ្ញុំដាក់គ្រឿងលម្អិតឲ្យអ្នកទាំងអស់គ្នាតែគ្រឿងហ្នឹងខ្ញុំធានាឆ្ងាញ់ហ្មងអ្នកទាំងអស់គ្នាអាចយកទៅធ្វើលក់បានអ្នកទាំងអស់គ្នាខ្ញុំសុខចិត្តរៀនអស់លុយច្រើនណាស់ខ្ញុំមកចែករំលែកអ្នកទាំងអស់គ្នា free សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយនឹងតាមដានវីដេអូខ្ញុំឲ្យបានច្រើនមែនទែនតោះឥឡូវយើងលាយគ្រឿងហ្នឹងចូលគ្នាឲ្យសព្វទាំងអស់មកណាទាំងប្រហែល10មុខជាងហ្នឹងណាលាយឲ្យសព្វមកហើយយើងច្បល់ចូលគ្នាច្បល់ទៅច្បល់មកធ្វើម៉េចឲ្យគ្រឿងហ្នឹងចូលគ្នាអស់ហ្មងដោយសារវាមានសណ្តែកដីវាមានអីហ៎ចឹងយើងច្បល់វាឲ្យសព្វជាមួយនឹងគ្រឿងហ្នឹងមកអ្នកទាំងអស់គ្នាច្បល់នឹងមកសន្ទុះធំមកចាក់ប្រេងឆាដែលយើងវ៉ាទុកហ្នឹងដាក់ចូលដែរមកយើងបុកគ្រឿងវាសព្វចូលគ្នាអញ្ចឹងហើយយើងដាក់វាម្ល៉េះទៅយើងដាក់សាច់គោនឹងខ្លាំងលាយចូលគ្នាតែយើងចាក់ខ្ញុំយកតែគ្រឿងអ្នកនរគ្នាយើងបុកគ្រឿងអីហ្នឹងហើយនេះយើងច្បល់សាច់សុតនិងសាច់ខ្លាញ់យើងចូលគ្នាទៅច្បល់ចូលគ្នាមកសាច់នឹងខ្លាញ់ច្បល់ចូលគ្នាមកហើយចំណែកចំនួនអីអ្នកទាំងអស់គ្នាអាចឆាតសួរខ្ញុំបានចូលខ្ញុំផ្លេចដែរខ្ញុំ voice over នេះខ្ញុំផ្លេចចំនួនដាក់បានហើយគ្រឿងបុកយើងលាយមិញហ្នឹងយើងចាក់ចូលជាមួយសាច់ឲ្យខ្លាញ់យើងទៅឈ្ងុយមែនតើអ្នកទាំងអស់គ្នាគ្រាន់ចាក់ចូលទៅភាយគ្រឿងឈ្ងុយជាមួយនឹងគ្រឿងបុករបស់យើងណាគ្រឿងបុកយើងហ្នឹងយើងទៅមកបុកខ្លួនឯងបានឈ្ងុយអ្នកទាំងអស់គ្នាបើយើងទិញគេអត់ឈ្ងុយទេគ្រឿងបុកយើងអ្នកទាំងអស់គ្នាអត់ដឹងថាវិធីធ្វើគ្រឿងបុកអាចឆាបមកខ្ញុំបានខ្ញុំប្រាប់អ្នកទាំងអស់គ្នាអត់កំណាញ់ទេអ្នកទាំងអស់គ្នាតោះខ្ញុំដាក់ខ្ញុំបុកយូរទៀតខ្ញុំបានដាក់ខ្ញុំមើលសិននេះយូរទៀតចូលចិត្តទៀតដាក់ចូលនឹងបានដល់ពី3 4ហើយដាក់ខ្លាំងមួយទៅវីដេអូនឹងវាវែងពីអ្នកទាំងអស់គ្នាដែរចឹងខ្ញុំអត់បានប្រាប់ពីគ្រឿងអីក្បោះក្បាយអីទេដោយសារវែងខ្លាំង3នាទីជាងខ្ញុំរដងធ្វើតែ1នាទី2នាទីដល់ពេលវែងពេកចឹងខ្ញុំខ្លាចអ្នកមើលធុញខ្ញុំអត់ចូលចិត្តធ្វើវីដេអូវែងទេប្រឡាក់គ្រឿងហើយផ្អាប់សាច់គោនឹងទុក1ម៉ោង2ម៉ោងទៅចាំយកដាក់ចកា Hello អ្នកទាំងអស់គ្នានេះសាច់គោយើងហើយនេះជ្រក់យើងអាំងវាមកអែហ្មងនេះឈ្ងុយហ្មងណាយើងអាំងវាហើយបន្ទាប់មកយើងអ្នកទាំងអស់គ្នាចង់មាននំប៉័ងប័រក៏បានដែរនំប៉័ងប័រដាក់ជាមួយសាច់គោអាំងឆ្ងាញ់ហ្មងហើយរូបមន្តដែលខ្ញុំចែកចាយអ្នកទាំងអស់គ្នាអាចធ្វើលក់បានអត់ប្រកាន់ច្រើនទេអាចធ្វើលក់បានតំណងឯអ្នកទាំងអស់គ្នាហើយខ្ញុំក៏មានវិធីធ្វើជ្រក់ដែរអ្នកទាំងអស់គ្នាខ្ញុំធ្វើហើយប៉ុន្តែខ្ញុំអត់បានផុសវីដេអូហ្នឹងដោយសារតែវីដេអូវែងដូចខ្ញុំនិយាយត្រាអញ្ចឹងចាំខ្ញុំផុសវីដេអូធ្វើជ្រក់តាមក្រោយទៀតតែបើអ្នកទាំងអស់គ្នាខ្ជិលណាគ្រឿងច្រើនពេកខ្ជិលអីចឹងអ្នកទាំងអស់គ្នាអាចទិញពីខាង Home Food បានខាងខ្ញុំក៏មានលក់សាច់គោអាំងជាមួយនឹងជ្រក់ប័រម្ទេសឆាហើយខ្ញុំវិចខ្ចប់មានកន្លះគីឡូមាន1គីឡូ